បញ្ញកិរិយាវត្ថុទាំង10មានន័យថាម៉េចមានន័យថាបន10យ៉ាងហើយស្អីគេបនហ្នឹងព្រះអង្គអំពើល្អភ្លឺពីឥឡូវភ្លឺទៅមុខកូនកូនធ្វើអំពើណាដែលកូនយល់ថាជាអំពើល្អដែលហៅថាអំពើល្អអំពើណាដែលផ្ដល់សេចក្តីសុខដល់កូនផងផ្ដល់សេចក្តីសុខដល់អ្នកដទៃផងផ្ដើមចេញអំពីចេតនាសង្គ្រោះតែប៉ុណ្ណឹងគឺចប់សពគ្រប់ហេទៅចិត្តក្រោយកូនភ្លឺពីឥឡូវភ្លឺទៅចិត្តក្រោយកូនយល់បានថាអំពើរបស់កូនភ្លឺណាស់មានន័យថាកូនយល់បានថាអំពើនេះជាអំពើល្អអត់បៀតបៀនគេទេជាអំពើល្អកូនយល់បានអត់ភ្លឺអត់ទៅក្រោយកូនមិនដឹងទេប៉ុន្តែថាគាត់ឲ្យតម្រុយតែភ្លឺពីឥឡូវភ្លឺទៅមុខឲ្យកូនតែភ្លឺពីឥឡូវភ្លឺទៅមុខឲ្យមានន័យថាកូនធ្វើអំពើវាល្អកូនយល់បានអញ្ចឹងបានព្រះអង្គឲ្យបញ្ញកិរិយាវត្ថុ10បងប្អូនមើលទិដ្ឋោជុកម្មៈជាអំពើល្អដែរជាបុណ្យដែរគាត់នឹងអង្គុយតម្រង់ទិដ្ឋិខ្លួនឯងស្ដាប់បានស៊ីអត់មួយថាស្ដាប់បានស៊ីទេហេបញ្ញាកើតមកពីការស្ដាប់ណាតែជែកគ្នាចុះតែជែកគ្នាឡើងតម្រង់ទិដ្ឋិបញ្ញកិរិយាវត្ថុដែរបុណ្យដែរហើយយើងជាបុណ្យសួរថាខ្ញុំធ្វើបុណ្យបានបុណ្យអីចង់និយាយថាបុណ្យហ្នឹងយ៉ាងម៉េចសិនបើនិយាយពីបុណ្យតាមអ្វីដែលបងប្អូនយល់ហ្នឹងទី1ដឹងតែជែកគ្នាទៅអីយើងយល់វាមិនបានទី2វាអត់ប្រយោជន៍ពីពងងាប់ហើយវាអត់កើតមកវិញវាអត់វាបែកធ្លាយរួចហើយវាគុំសារជាថ្មីប៉ុន្តែមិនមែនយើងទេប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបើត្រូវពីឥឡូវត្រូវទៅមុខទៀតលោកឲ្យតែយោបល់ប៉ុណ្ណឹងពីព្រោះយើងយល់វាអត់បានអចិន្ទយងកូន unthinkable ហួសវិស័យដែលអាចយល់បានព្រះសិរីបុត្រប្រមោគលានយល់មិនបានផងហើយចុះរឿងអីដែលយើងយល់បានអញ្ចឹងបានលោកបិទទំព័រលោកប្រាប់ថាអំពើល្អក្នុងពេលបច្ចុប្បន្នភ្លឺពីឥឡូវភ្លឺទៅមុខអ៊ីថតបតិបិច្ចតបតិអ៊ីថនន្តតិបិច្ចនន្តតិកូនតែកូនយល់បានថាអីឲ្យចុះអញដើរទៅជួយគេសោះមិនក៏ថាអញអំពើក្រក់ណែអានឹងគេមិនហៅប៉ុនទេមិនបានប៉ុនទេដឹងប៉ុនអីទេវ៉ៃហេកសាងពហិបានប៉ុនទៅជួយនិយាយក្អានក្បាលមេក្រូអញ្ចឹងមិនមែនប៉ុនទេជួយធ្វើនយោបាយក៏មិនមែនប៉ុនដែរទេអញដូចបានធ្វើបាបអីគេផងវ៉ៃអញដូចចង់ជួយគេតាដូចអំពើអីអាក្រក់ផងអញគិតឃើញបានភ្លឺអានឹងគេហៅភ្លឺពីឥឡូវភ្លឺទៅមុខបងប្អូនមើលទិដ្ឋោជុកម្មៈសោះនេះគ្រាន់តែតម្រង់ទិដ្ឋិរឿងអីក៏ដោយទិដ្ឋិការយល់រឿងអីក៏ដោយក៏ចាត់ទុកជាអំពើល្អដែរប៉ុន្តែមកថាអំពើល្អដែលហៅថាអំពើល្អអំពើណាដែលផ្ដល់សេចក្តីសុខដល់យើងផងដល់អ្នកដទៃផងដោយចេតនាគឺជាចេតនាចង់សង្គ្រោះអ្នកដទៃបើប៉ុណ្ណឹងស្រួលយល់បានបងប្អូនអាចយកមកគិតខ្លួនឯងបានកុំខ្វល់អារឿងទៅចិត្តក្រោយទី1យល់វាមិនបានទី2វាមិនមែនជារឿងយើងគឺជាប់ទុកក្នុងពេលបច្ចុប្បន្នដោះស្រាយរឿងទុកហ្នឹងទៅប៉ុន្តែឧទាហរណ៍ថាវាមិនចាប់កំណើតក្នុងជាតិនេះយើងណាវាបែកធ្លាយហើយវាគុំសារជាថ្មីភ្លឺពីឥឡូវភ្លឺទៅមុខទៀតស្មាតទោសបើអ្នកល្ងិតអត់បញ្ញាពីឥឡូវជាតិក្រោយនឹងស្ទុំនឹងទៀតពួកអីពួកចិត្តហ្នឹងទៅចុតតែចិត្តហ្នឹងទៅចុតតែបដិសន្ធិលំហោសង្ខារធម៌កាយនឹងចិត្តបងប្អូនពិចារណាមើលលំហោសង្ខារធម៌កាយនឹងចិត្តយើងនេះកាយនឹងចិត្តបែកធ្លាយទៅចិត្តទៅចុតតែបដិសន្ធិមានកាយថ្មីមួយទៀតរួចចិត្តទៀតហើយចិត្តហ្នឹងចិត្តចាស់ហើយចិត្តមានធៀបចងចាំកាលណាយើងវិបស្សនាចាំប៉ុន្តែបើចំទាគ្នាអត់វិបស្សនាបានប៉ុន្តែក៏មិនដឹងខឹងអីដែរមើលទាវាសบายចិត្តរបស់វាចង់ងាប់ហើយបើកើតមកជាទាស្រួលជាងបងប្អូនពួកវាអត់ទៅគិតពួកមនុស្សគេនិយាយថាម៉េចទេអត់គិតអត់ទុកទេប៉ុន្តែប្រពុតលោកតសាអត្តភាពជាមនុស្សពីពួកមនុស្សចេះគិតប៉ុន្តែមានមនុស្សខ្លះមានខួរក្បាលចេះគិតហើយអត់គិត